ខ្ញុំលឺមនុស្សមួយចំ បាទ នួន សូម គេ ជម្រា ចំ ប អ សួរ ក សូម គ្នា ជម្ លេ រា ង បសួរពុកម៉ែ គេ បង និ ប្ យាយ អូន ថាខំប្រឹងម៉ែហាបី នេះ ពេ មក ល ហើយ សោះ មកមើល ខំប្រឹង ខ្សែ ម៉ែ របស់ ស្លាប់ទៅយួរ ប្អូ ទៅ ន បានមែនខំ បង ប្រឹង ប្រុស ម៉ែ ទេ វល់ជាងអុកញ៉ា នៅ វល់ជាងណែ មុខប្រៃពុទ្ធ ខ្ញុំ ដោ មិនមែនថាអីទេពាក្យខ្លះ កន្លែង លោក នេះ ចិត្តយើងឲ្យ ឥឡូវ សោ នេះវា យ ឡើងក្រហ តែ ម ដល់ លឿ ពេល ង ខ្លះ លឿង យើង ដុំ មិនមែនជាមនុ បា ស្ស ទ សោយ ហើយ ការ តា ពិ ម ត កា មួយ រ នៅ ស ក្នុង ង្កេត សង្គ ជាក់ ម ស្ដែ យើ ង ង នេះគាត់ មនុស្សរ គ្រូ ស់នៅ ចា ដោយ ស់ទៅ រ ថា លូន 7 ទៅ ปี បាន តាំង មិន ពី មែនគ្រាន់តែត្រូវការអាហារ គុំ 3 ពេលទេ គុំ រឿងនេះយើងត្រូវតែទទួលស្គាល់ទាំងអស់គ្នាហើយបើរស់គ្រាន់តែតម្រូវការអាហារ3ពេលខ្ញុំគិតថាជីវិតយើងពិបាករស់មែនទែននៅក្នុងស្ថានភាពសេដ្ឋកិច្ចដូចសពថ្ងៃជាគំនិតខ្ញុំឯណាមានកម្លាំងគឺត្រូវតែប្រឹងប្រែងត្រូវតែកសាងស្នាដៃកសាងជីវិតសុខភាពខំរលុយខំថែរក្សាសុខភាពថែរក្សាគ្រួសារខំប្រឹងឲ្យអស់ពីលទ្ធភាពអ្នកណាគេថាអើយខំឯអាហារ3ពេលសោះហើយជួបបានច្រើនជាងនឹងមិនល្អឯមែនទៅដាក់កម្រិតខ្លួនឯងធ្វើអីកម្លាំងយើងមានឱកាសយើងមានហេតុអីមិននាំគ្នាខំប្រឹងទៅមានកម្លាំងឲ្យទៅប្តីព្រួលធ្វើអីដល់ពេលមួយដែលយើងអស់ធម៌ពលបានយើងស្រែកទៅធ្វើការអីអត់ក្រែដែលប្រើប្រាស់ជីកុំទេណាលៀងរឿងសង្គមយើងមនុស្សរស់នៅដែលមានតម្លៃបំផុតមិនមែនគ្រាន់តែរស់នៅឲ្យទៅរួចខ្លួនទេហើយក៏មិនមែនជាការដាក់សម្ពាធខ្លួនឯងឲ្យត្រឹមតែមករស់ត្រូវមានការអភិវឌ្ឍខ្លួនត្រូវមានការរៀនសូត្រអីថ្មីជានិច្ចហើយមានរឿងជាច្រើនទៀតដែលយើងត្រូវបំពេញដើម្បីឲ្យជីវិតរបស់យើងនឹងវាគ្រាន់បើទៅជួយអ្នកដទៃត្រូវជួយឪពុកម្ដាយទៅជ្រោមជ្រែងបងប្អូនទៅជួយសង្គមជាតិយើងត្រូវជួយរឿងជាច្រើនទៀតដើម្បីឲ្យមនុស្សនៅជុំវិញខ្លួនយើងគាត់ទទួលបានផលប្រយោជន៍កាន់តែច្រើនពីយើងមិនមែនរស់នៅដែលគ្រាន់តែមករួចខ្លួនទេអានោះជារឿងមួយដែលយើងត្រូវគិតឡើងវិញសម្រាប់ទស្សនៈខាងនេះវាមិនខុសទេទស្សនៈថាខំប្រឹងមែនអាហារ3ពេលសោះខំប្រឹងមែនស្លាប់ទៅយកទៅមែនទុកពាក្យទាំងអស់នឹងប្រើនៅពេលដែលដើមនៅល្អលោភលន់ជ្រុលពេកឥឡូវខ្ញុំចូលក្នុងទៀតបាក់ទឹកចិត្តនៅពេលដែលយើងធ្វើការលើសមើលថាតើពាក្យទាំងអស់យកមកប្រើបានដើម្បីលួងចិត្តខ្លួនឯងឲ្យស្ងប់ប៉ុន្តែកុំយកពាក្យទាំងអស់មកធ្វើជាបន្ទាត់ជីវិតយើងមកទេខំប្រឹងដើម្បីខ្លួនឯងខំប្រឹងដើម្បីគ្រួសារខំប្រឹងដើម្បីប្រទេសជាតិយើងប្រទេសជាតិយើងនឹងខ្វះខាតគ្រួសារយើងនឹងខ្វះខាតត្រូវការឲ្យយើងបញ្ចេញធម៌ពលឲ្យអស់ពីសក្តានុពលខ្លួនឯងដើម្បីជួយខ្លួនឯងនិងគ្រួសារនិងប្រទេសជាតិយើងឲ្យទៅមុខបន្តទៀតបាទហើយនេះទៅយកយកស្លឹកថ្ងៃនេះនឹងទៅវិញនេះនឹងដាក់ជីមកបងព្រោះដល់វគ្គបាញ់វគ្គផ្លាច់ហើយព្រោះទៅពុំពេញល្អហើយបាទមើលបាទពេលរឹកល្អប្រព័ន្ធរឹកល្អទាំងអស់ដើមល្អទាំងអស់ប៉ុន្តែស្លឹកបែកទៅជាលឿងបាទហើយបើនិយាយពីខ្វះជីដូចមិនខ្វះទេបាទនេះលាងទឹកស្អាតនេះនេះសូមឲ្យបងប្អូនឲ្យមើលបានចាស់ឃើញហើយបាទនេះមើលពុកម៉ែបងប្អូននេះត្រូវតែប្រើប្រាស់ជីកុមារទេពនេះមើលឬណាបាទពុកម៉ែបងប្អូននេះហើយមើលនេះឬស្ងាញ់ជីងមកចឹងសធំចឹងបាទđangប្រើប្រាស់ជីកុមារទេពលេជាមួយនឹងស្ដាច់ជីហើយមើលដើមរឹងមាំបាទអូអឹមមើលអូអឹមដើមរឹងមាំបាទពុកម៉ែបងប្អូនបាទចឹងហើយសូមពុកម៉ែបងប្អូនអាចនេះបាទមានតម្រូវការជីអីគឺដេប៉ូផ្ទះផ្កាឈូកអញ្ចឹងនៅពេលដែលលក់ហើយមិនមែនលក់ហើយមិនយកចិត្តទុកដាក់ទេណាហើយខ្ញុំបីនេះត្រូវនេះដែលលឿងនេះពុកម៉ែបងប្អូនដែលបើត្រូវដែលលឿងមើលនេះហើយឬនៅតែធំថ្លោអញ្ចឹងប៉ុន្តែយើងនឹងធ្វើការជាមួយគាត់តទៀតណាបាទអញ្ចឹងបងប្អូនដែលមានអាចមានការប្រើប្រាស់ជីកុមារទេអាចអ្នកត្រង់